នេះគឺជាសកម្មភាពនិងជីវិតរបស់អ្នកស្រែចម្ការណាពុកម៉ែបងប្អូនពេលប្រមូលផលម្ដងបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរចេញពីព្រឹកព្រលឹមយាត្រាទៅចម្ការដើម្បីធ្វើការរើសស្វាយចន្ទីណាពុកម៉ែបងប្អូនផ្លូវទៅរើសស្វាយចន្ទីនេះមិនមែនស្រួលទេពុកម៉ែបងប្អូនប្រវាក់ជីមែនតែនទៅសបោទៅដោយព្រិចណាពុកម៉ែបងប្អូនជីតាមស្រួលហ្នឹងធ្លាក់អណ្ដៅដួលបែកតោឬក៏បាក់ខអីចឹងទៅវាមិនស្រួលទេវាមិនដូចផ្លូវទៅកន្លែងខារ៉ាអូខេឬ KTV ទេពុកម៉ែបងប្អូនហ្នឹងហើយនេះផ្លូវទៅរកលុយផ្លូវទៅសំលុយនៅក្នុងចម្ការអញ្ចឹងណាពុកម៉ែបងប្អូនទេសភាពក្រោយពីភ្លៀងបាន1មេ2មេមកគឺចង់និយាយថាខៀវខ្ចីហ្មងបងប្អូនស្រស់ស្រាយមែនតើហើយព្រិចក៏វាចាប់ដើមដោះតពាំងអីក៏វាចាប់ដើមលូតលាស់ដែរឥឡូវនេះយើងបានមកដល់ចំការស្វាយចន្ទីហើយបងប្អូនហ្នឹងហើយឥឡូវយើងចាប់ដើមជិះទៅរកកន្លែងឈប់ចឹងណាកន្លែងដាក់ម៉ូតូចឹងដាក់ម៉ូតូដើម្បីទុកម៉ូតូហើយយើងដើរប្រមូលផលហ្នឹងហើយប្រមូលផលហ្នឹងគឺយើងរើសគ្រាប់ចន្ទីយើងហ្នឹងដើម្បីសំយកទៅលក់ចឹងណាឥឡូវយើងចាប់ដើមមកកាន់ធុងពេត្រូដើម្បីរើសស្វាយចន្ទីឲ្យបងប្អូននេះហ្នឹងហើយនិយាយថាបើក្តៅវិញមិនបាច់និយាយបងប្អូនអើយក្តៅចង់បាយស្ទះក្បាលហើយចឹងបានគេមិនចង់ធ្វើស្រែចម្ការគេចង់ឲ្យទៅធ្វើការតែទីក្រុងធ្វើការតែកន្លែងតិចអីចឹងណាហ្នឹងហើយឥឡូវចាប់ផ្ដើមយើងរើសហើយនេះមើលពីរបៀបរើសណាបងប្អូនណាអត់ទាន់ចេះអាចរើសបានជាពិសេសបងប្អូនអ្នកនៅក្រុងឬក៏អ្នកដែលអត់មានចការមានអីចឹងអាចមើលពីរបៀបរើសបានហ្នឹងហើយតែបងប្អូនដែលមានចការធ្លាប់ចេះរើសធ្លាប់អីឲ្យមិនបាច់មើលក៏បានដែរអាចអូសម្លងចោលបានអញ្ចឹងណាហ្នឹងហើយគ្រាន់តែថតពីសកម្មភាពខ្លះពេលដែលយើងធ្វើស្រែចម្ការវាមិនស្រួលទេហើយចការនេះអត់ធំទេបងប្អូនចការក្បាលតែ50ម៉ែត្រទេបណ្ដោយ300ម៉ែត្រហើយមិនមែនចការខ្ញុំទេចការជួលគេដែរទេជួលស្វាយចន្ទីគេដើម្បីយើងយកមកថែហើយប្រមូលផលអញ្ចឹងណាហើយស្វាយចន្ទីក៏អត់ច្រើនដែរតែ6រងទេបងគាត់ថាបណ្ដោយ300ម៉ែត្ររៀងគ្រាន់ដែរបងប្អូន6រងហ្នឹងរើស4នាក់បើអ្នកជំនាញអាចមកព្រឹកតែបើអ្នកអត់ជំនាញដូចខ្ញុំយូរមកស្រុកមករើសម្ដងមកកាលអញ្ចឹងក្បែរមួយថ្ងៃដែរណាបងប្អូនព្រោះវាផ្លែវាច្រើនដល់អញ្ចឹងទៅវារៀងយូរបន្តិចអញ្ចឹងទៅយើងមិនដូចថាយើងមិនអ្នកជំនាញអញ្ចឹងណាឥឡូវយើងកាត់ទៅក៏មកយូរមកដល់សកម្មភាពកំពុងតែប្រឡេះយកគ្រាប់ស្វាយចន្ទីដើម្បីយកទៅលក់យកលុយអញ្ចឹងណាបងប្អូនស្វាយចន្ទីឆ្នាំនេះរៀងគ្រាន់ជាងរាល់ឆ្នាំបន្តិចបាន4,800ទៅ5,000អីចឹងដែររៀងគ្រាន់ដែរបងប្អូនតែចុងដៃនេះក៏រៀងចង់អស់ហើយវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនអត់មានអីច្រើនទេអរគុណបាយបាយ